Ok, số đây được ở kia ngày này chờ nhầm chân chạy lấy để tôm tận năng internet mình tha tên đấy rồi có ASA thế cứ ở đây thì dương chọn bán nâng configure lab ní cứ về xăm mạnh thế có vận tải về để tôm tận năng security sầm rạp và cà phê nơi ở bậc con bảo dương chẳng cô mà non này lab cứ dương an này nhà tại one user ទេសម្រាប់ធ្វើការ internet connection ទៅកាន់ router អញ្ចឹងយើងឃើញបើយើង config ធម្មតាគឺ user គាត់អាចធ្វើការ remote ដោយប្រើប្រាស់ telnet ទៅកាន់ router យើងផ្ទាល់បានទាំងអស់តែយើងចង់បានតែ IT technician មួយទេដែលគាត់អាចធ្វើការ remote បានក្រៅពីហ្នឹងគឺអត់អាច remote បានទេអូខេឥឡូវខ្ញុំនឹងធ្វើការចាប់ផ្ដើម configure តែម្ដងអញ្ចឹងខ្ញុំដាក់ IP ok G050 ទោះ G050 ណា IP add 192.168.1.1 ណាអូខេតមកទីខ្ញុំដាក់ no start មកដើម្បី enable port វាអូខេបន្ទាប់ពីនឹងហើយគឺយើងនឹងធ្វើការ enable telnet អញ្ចឹងដំបូងដើម្បី enable យើងត្រូវតែ verify ថា រាល់ password របស់យើងក៏ត្រូវ encryption ណាអញ្ចឹងខ្ញុំដាក់ថា service password encryption មកដើម្បីឲ្យ password របស់យើងមាន secure តមកទីខ្ញុំដាក់តែ enable password ខ្ញុំដាក់ថា1 2 3តមកទីខ្ញុំធ្វើ line VTY ខ្ញុំដាក់តែ04តមកទីខ្ញុំដាក់ថា password ខ្ញុំដាក់ថា Cisco ហើយខ្ញុំដាក់ថា login អូខេយើងឃើញតែប៉ុណ្ណេះយើងអាចធ្វើការ remote បានតោះណាអូខេចេញចូលការ remote មកឥឡូវខ្ញុំចូល internet ឬក៏ 2.168.1.1 តោះណាអញ្ចឹងយើងឃើញថាយើងអាចធ្វើការ remote ចូលហើយបើសិនតែយើងខ្ញុំក៏ដាក់ IP មក1 2 3 Cisco enable ហើយ1 2 3មកអូខេយើងនឹងអាចចូលហើយរីឯ computer មួយទៀតក៏អាចចូលបានដូចគ្នាដែរអូខេខ្ញុំដាក់មក Cisco enable 1 2 3ដែរអញ្ចឹងចូលអញ្ចឹងគោលបំណងគឺយើងគោលបំណងរបស់យើងគឺឲ្យយើង remote តែមួយនេះទេតោះនេះគោលបំណងរបស់យើងណា remote តែមួយនេះទេអូខេឥឡូវខ្ញុំនឹងធ្វើការ enable តែម្ដងទៅអញ្ចឹងកន្លែងនេះគឺអត់មានអីពិបាកទេគឺយើងប្រើនៅ access list អ្នកនរគ្នាអាចប្រើ access list ជាលក្ខណៈ IP name access list ក៏បាន standard access list ក៏បាន extend access list ក៏បានខ្ញុំប្រើ access list standard ទៅវាស្រួលអញ្ចឹងខ្ញុំដាក់ access list permit 1ហើយយើងដាក់ host នេះបានន័យថាយើងអនុញ្ញាត IP កុំព្យូទ័រដែលមាន IP ដែលយើងចង់ធ្វើការអនុញ្ញាតឲ្យ remote បានអញ្ចឹង IP ដែលខ្ញុំចង់ឲ្យ remote បានគឺ 192.168.1.2 អញ្ចឹង IP មួយនេះគឺគាត់អាចធ្វើការ remote បានតោះណាហើយបន្តមកទៀតយើងចូល line VTY 04មកហើយបន្តមកទៀតអ្នកនរគ្នាដាក់access list 1 in តែប៉ុណ្្នឹងជាគ្រប់គ្រាន់ហើយ password ហើយនឹង login យើងមិនបាច់ដាក់ទេដោយសារអីយើងបានធ្វើការ enable ពីមុនរួចរាល់ហើយនេះគឺ Cisco អូខេអញ្ចឹងយើងនឹងធ្វើការបិទវាហើយយើងធ្វើការ remote ម្ដងទៀតដោយខ្ញុំធ្វើការ exit ចេញហើយខ្ញុំធ្វើការ telnet មកអូខេបន្តមកទៀតយើងដាក់ថាគេ Cisco ណាហើយ enable password 1 2 3អញ្ចឹងមានន័យថា IT technician គឺគាត់ធ្វើការ remote ចូលហើយរីឯ technician assistant វិញឥឡូវខ្ញុំដាក់ថា telnet អូខេតើចូលទេអូខេអញ្ចឹងមានន័យថាកន្លែងនេះវាដាក់ connection request by remote host ហើយគឺវាបានធ្វើការបិទដោយ router តោះនេះដោយសារយើងធ្វើការអនុញ្ញាតតែ IP ទេគឺ IP 192.168.1.2 នេះអញ្ចឹងវាអនុញ្ញាតឲ្យតែ IP មួយនឹងទេដែលអាចធ្វើការ remote ទៅកាន់ router នឹងបានអញ្ចឹងចំណុចនេះវាមិនពិបាកទេក៏ប៉ុន្តែក៏យើងគួរតែសិក្សាស្វែងយល់អំពីសុវត្ថិភាពរបស់ឧបករណ៍ router យើងដែរបើសិនថាបើអ្នកណាក៏អាច remote ចូលបានវា
ជាគេហៅថាហានិភ័យសម្រាប់យើងជាអ្នកគ្រប់គ្រងណាអូខេចុះវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយបើមានឱកាសខ្ញុំនឹង record វីដេអូផ្សេងៗទៀតអរគុណ